បងប្អូននេះគឺជា Honor Magic 7 Pro ដែលខ្ញុំប្រើវាជាប្រចាំអស់រយៈពេលជិត1ឆ្នាំហើយនេះគឺជាវីដេអូមើលឡើងវិញហើយដោយសារតែវាចេញកាលពីឆ្នាំមុនអញ្ចឹងតម្លៃវាឥឡូវក៏ល្មមសមរម្យប្រើហើយវានៅតែជាទូរស័ព្ទដ៏ល្អបំផុតសម្រាប់ខ្ញុំមកដល់ពេលនេះខ្ញុំនៅតែគិតថា Magic 7 Pro មានអេក្រង់ដ៏ល្អបំផុតមួយដែលគ្រប់គ្នាត្រូវការទី1វាកោងតិចដែលខ្ញុំចូលចិត្តហើយទី2វាគឺជាអេក្រង់ដែលមានពន្លឺភ្លឺខ្លាំងHDR Peak Brightness វាឡើងដល់ទៅ 5000 nit ដែលពិតជាស្រួលមើលនៅខាងក្រៅក្រោមពន្លឺថ្ងៃហើយនេះក៏ជាអេក្រង់ដែលមិនសូវប៉ះពាល់ភ្នែកដោយសារកម្រិត PWM dimming ខ្ពស់អេក្រង់វាកោងទាំង4ជ្រុងតែម្ដងអាគារនេះក៏កោងអាលើនេះក៏កោងអានេះក៏កោងដែរចឹងមើលទៅវាផុសអណ្ដែតស្អាតមែនទែនហើយអេក្រង់ក៏ក្រាលការពារដោយកញ្ចក់តាន់ដែលគេហៅថា Nano Crystal Seal ដែលធន់នឹងការធ្លាក់មិនងាយបែកខ្ញុំធ្វើធ្លាក់ច្រើនដងដែរប៉ុន្តែវាមិនបែកទេបើនិយាយអំពីភាពធន់រឹងមាំខ្ញុំទទួលស្គាល់ថាទូរស័ព្ទនេះធន់រឹងមាំធ្លាក់មិនងាយបែកទេព្រោះខ្ញុំធ្វើធ្លាក់វាច្រើនដងដែរប៉ុន្តែវានៅតែកូតកកិតឃើញស្នាមកកិតដូចកញ្ចក់ធម្មតាអញ្ចឹងកុំធ្វើដូចខ្ញុំសូមបិទ screen ការពារនិងដាក់ case ជាប្រចាំចំណុចដែលខ្ញុំចូលចិត្តមួយគឺកាមេរ៉ា 3D នៅខាងមុខនេះវា scan សម្គាល់មុខដោះសោបានលឿនច្បាស់សុក្រិតដូច iPhone អញ្ចឹងខ្ញុំប្រើវាដើម្បីដោះសោបានល្បឿនលឿនហើយក៏ប្រើសម្រាប់ app ធនាគារវេលុយបង់លុយអីគឺយើងអាច scan មុខបានលឿនមិនចាំបាច់បាយលេខកូដនៅខាងក្រៅទេយើងអាច scan មុខជាមួយនឹងកាមេរ៉ា 3D នឹងក៏បានឬក៏ scan ម្រាមដៃជាមួយនឹង sensor នៅក្រោមអេក្រង់នេះក៏បានដែរក៏ប៉ុន្តែមែនតើពេលប្រើជាប្រចាំកាមេរ៉ា 3D នេះវាធ្វើការបានលឿនមែនតើយើងមិនចាំបាច់ scan ទេលើកមកអូសោស្គាល់តែម្ដងស្រួលប្រើកាមេរ៉ា 3D នឹងវាជួយយើងបានច្រើនដែរពេលយើងដាក់ទូរស័ព្ទលើតុចោលហើយយើងអើតមើលវានឹងភ្លឺឲ្យយើងឃើញសារដំណឹងផ្សេងហ្នឹងហើយពេលយើងឈប់មើលវាក៏លុតទៅវិញហើយយើងក៏អាចបញ្ជាដោយកាយវិការដោយប្រើម្រាមដៃដាក់លើវាយើងអាចក្តាប់ដៃដើម្បីថតអេក្រង់យើងអាចបញ្ជាចុះក្រោមឬក៏ឡើងលើចំណុចខ្លាំងមួយទៀតសំខាន់ដែរគឺ speaker លើទូរស័ព្ទនេះគឺពិតជាឮបានធ្ងន់និងពីរោះល្អមែនទែនបាទរឿងសំខាន់មួយទៀតដែរគឺរឿងថាមពលអ្វីដែលខ្ញុំចង់បានគឺថ្មធំនិងកម្លាំងសាកបានលឿនថ្មក្នុងទូរស័ព្ទនេះមានទំហំ 5850 mAh ដែលមិនសូវជាធំខ្លាំងទេប៉ុន្តែមែនតើខ្ញុំប្រើវាបានពេញមួយថ្ងៃយ៉ាងស្រួលហើយក៏អាចសាកថ្មចូលបានលឿនល្បឿនដល់ទៅ100វ៉ាត់នេះគឺជាទូរស័ព្ទទី1ហើយដែលខ្ញុំសាកថ្មពេញ 100% នៅពេលយប់ខ្ញុំដកទុកចោលពេលព្រឹកវាមិនស្រកថ្មសូម្បីតែ 1% អញ្ចឹង software វាគ្រប់គ្រងថាមពលថ្មបានល្អមែនទែននិយាយពីការ design រូបរាងវាពិតជាស្រស់ស្អាតវាធន់មាំវាមានរាងមូលគ្រប់ជ្រុងស្រួលកាន់ស្រួលទុកដាក់ក្នុងហោប៉ៅចំពោះកម្លាំងម៉ាស៊ីនខ្ញុំមិនសូវផ្ដោតលើវាខ្លាំងប៉ុន្មានទេប៉ុន្តែម៉ាស៊ីនវាខ្លាំងកប់វាមកជាមួយនឹង chip Snapdragon 8 Elite ដែលជា chip ខ្លាំងកាលពីឆ្នាំមុនដែលអាចយកទៅប្រើអីក៏បានដែរមិនចេះយឺតទេហើយនេះគឺជា global version ដែលអាចប្រើ SIM 2ខ្ញុំដាក់ SIM card 1និងដាក់ eSIM 1ហើយនិយាយអំពីសេវាគឺសេវាវាល្អតែងតែមានសេវាពេញហើយអ៊ីនធឺណិតក៏ដំណើរការបានលឿនដែរនិយាយពីកាមេរ៉ាខាងក្រោយមាន3គ្រាប់អានេះគឺជា sensor gold គេហៅថា Super Dynamic Honor Falcon Camera វាមានទំហំ50 megapixel វាមាន sensor ធំ1 លើ 1.3 ហើយ aperture អាចសេរីពី 1.4 ដល់ទៅ 2. ហើយខាងក្រោមនេះគឺជា sensor 50 megapixel សម្រាប់ថតមុំទូលាយហើយក៏អាចថត macro បានដែរ aperture 2.0 ហើយមួយនេះគឺជា sensor 200 megapixel អាច zoom បាន 3x និង zoom ដល់ទៅ 100x វាមាន OIS និងមាន aperture 2.6 ខាងមុខនេះក៏50 megapixel មាន aperture 2.0 វាថតបានទូលាយដល់ទៅ90 degree ហើយថតវីដេអូបានដល់ទៅ 4K ទាំងមុខទាំងក្រោយនិយាយអំពីគុណភាពរូបភាពខ្ញុំគិតថាវាថតបានច្បាស់ល្អអីដែលវាចាញ់គេហ្នឹងគឺ color វាមិនសូវធ្វើឲ្យរូបភាពហ្នឹងវាស្អាតគុណភាពអាចទទួលយកបានសម្រាប់ខ្ញុំទាំង lens gold lens ultra wide និង lens telephoto zoom បានឆ្ងាយអូខេនៅខ្មែរយើង Magic 7 Pro មានលក់ទាំង version ចិននិង version global ក៏មានដែរខ្ញុំក៏មិនដឹងជាក់លាក់ថាតម្លៃថ្មីនៅសល់ប្រហែលទេតែមកទឹកខ្ញុំឃើញគេលក់ជាង$600អូខេបើសិនជាមាន head poll មួយដែលធ្វើឲ្យខ្ញុំដូរទូរស័ព្ទនេះចេញមិនមែនដោយសារទូរស័ព្ទមិនល្អទេដោយសារខ្ញុំខ្លួនឯងហ្នឹងគឺនៅមិនសុខចេះតែចង់ប្រើរបស់ថ្មីបាទចម្លើយគឺប៉ុណ្្នឹងឯង
អញ្ចឹងបើនិយាយអំពីបទពិសោធន៍នៃការប្រើខ្ញុំស្រឡាញ់អេក្រង់វាអេក្រង់ច្បាស់អេក្រង់វាភ្លឺខ្ញុំស្រឡាញ់កាមេរ៉ា scan មុខដោះសោតបានលឿនស្រឡាញ់ speaker ធ្ងន់ឬពីរោះស្រឡាញ់ថ្មកាន់បានយូរនិងសាកថ្មបានលឿនហើយក៏រៀងទុកចិត្តថាប្រើធន់ធ្លាក់មិនងាយបែកហើយចំពោះកម្លាំងម៉ាស៊ីនក៏ខ្លាំងកប់តែខ្ញុំមិនសូវប្រើការងារឲ្យធ្ងន់ទេហើយគុណភាពកាមេរ៉ាក៏លំដាប់ដែរគ្រាន់តែមិនសូវលេចធ្លោជាងគេជាងឯងទេនឹងគឺជាគំនិតខ្ញុំបងប្អូនគិតមិនដែរសម្រាប់ Magic 7 Pro សូមសរសេរមតិយោបល់ក្នុង comment ខាងក្រោមឲ្យខ្ញុំបានដឹងផងជួបគ្នានៅវីដេអូក្រោយទៀត